បើរំលឹកថយក្រោយបន្តិចគេនិយាយថាលោកសខេងអាចជំនួសលោកហ៊ុនសែនបានតើអាចទៅរួចទេសខេងជាមនុស្សអន់ណាស់មិនអាចជំនួសអ្នកណាបានទេអាមេរិកាំងបានមើលសខេងយូរឆ្នាំក៏ប៉ុន្តែសខេងជាមនុស្សគ្មានសមត្ថភាពរូបរាងក៏ស្អាតសម្ដីសម្ដៅអីល្អតែក៏អត់មានសមត្ថភាពវ៉ាន់ចាន់ជេរីបើថៃលេងមែនតែនតើយើងទក់សាច់ទេតាយើងមិនទក់សាច់ទេអ្នកទក់សាច់គឺលោកហ៊ុនសែនទេយើងគ្រាន់ប្របាក់រត់បន្តិចណា Philip ធ្វើម៉េចដើម្បីកិច្ចពីការចូលធ្វើទាហាននឹងបានអត់ដឹងទេតលតែមើលច្បាប់ចេញហើយនៅណា Philip Hun Sen still take great pride in himself although he lied about this 107 war experience even if after the ceasefire Hun Sen still badmouth again I think so even though I keep on sending him message not to do that but I think so it is very difficult to teach old dog new tricks okay វាលំបាកណាស់ដែលយើងត្រូវបង្រៀនសត្វឆ្កែចាស់ឲ្យរៀននៅចំណេះដឹងថ្មីអានោះគឺជារឿងដ៏លំបាកបាទអានោះគឺជារឿងដ៏លំបាកជារឿងដ៏លំបាកណាអាហ្នឹងចឹងនេះសំដីមិញវាអត់F16 ទម្លាក់គ្រាប់ដោយទឹកភ្លៀងដើម្បីបាត់ផ្លូវឲ្យស្រមោចមួយក្រុមចូលលើកទង់ជាតិនៅភូមិជោគជ័យ F16 ទៅបាត់30នាទី 3M21 បុកចូលវិញងាប់លបោះ3នាក់ភូតទេមិនបានភូតបើ 3M21 ពិតជាបុកលើសៀមហ្នឹងមែនងាប់3នាក់ទេណាអាហ្នឹងហើយដែលហៅថាខ្មែរចេះតែចូលណាបងប្អូនស្ដាប់ 3M21 របស់កម្ពុជាវាយបកវិញឡើងត្រហឹងដោយខ្លាក្រហមពេញព្រៃបើសិនជាឈ្នះសៀមមិនចរចាទេគ្រាន់តែការចរចារបស់លេខាធិការដ្ឋានGBC ត្រូវសួរមេ6ដងណាត្រូវសួរមេណាត្រូវសួរមេ6ដងហើយឥឡូវនេះមកដល់ថ្ងៃ27នេះបើមិនទាន់ចុះហត្ថលេខាគឺមិនទាន់ឈប់វាយទេអាហ្នឹងអញ្ចឹងណាអូខេអរគុណ console លោកតាផ្ទុះវីដេអូលោកតាថាបើប្រទេសពីរចែកគ្នាខ្មែរសុខចិត្តក៏សុខចិត្តរស់ដែរហើយពន្យល់អត់យល់ចង់រត់បុកជញ្ជាំងអាហ្នឹងគេកាត់តកូនឲ្យធ្វើម៉េចវិញកាលហ្នឹងនិយាយលេងណាវ៉ាន់ចាន់ខ្ញុំយល់ថាបើយើងមិនព្រមប្រកាសឈប់បាញ់ទេយើងអាចពិបាកជាងនេះទៀតត្រឹមត្រូវណារាវិគុណមាត់ស៊ីត្រាវត្រូវបាទអូខេ hello សុភ័ក្រសួស្តីបាទឥឡូវនេះខ្ញុំក៏ទទួលឆ្លើយនឹងសំណួរណាខ្ញុំនឹងទទួលឆ្លើយនឹងសំណួររបស់បងប្អូនតទៅទៀតហើយខ្ញុំលើកយករឿងផ្សេងយកមកអធិប្បាយខ្ញុំយករឿងផ្សេងមកអធិប្បាយបាទព័ត៌មានបានឲ្យដឹងថាទំនាស់រវាងជប៉ុននិងចិននៅតែបន្តតទៅទៀតនៅពេលដែលចិនបានគម្រាមកំហែងឲ្យប្រទេសជប៉ុនដកសម្ដីរបស់នាយករដ្ឋមន្ត្រីសាណែតាគេអាយជីតែជប៉ុនមិនព្រមដកសម្ដីហើយក្រោយពីបានទទួលទណ្ឌកម្មពីចិនខ្លាំងក្លាយ៉ាងណាក៏ដោយជប៉ុននៅតែមិនដកសម្ដីធ្វើឲ្យចិនទាល់គំនិតការគម្រាមកំហែងខ្លាំងគឺជាលើកទី1ហើយដែលជប៉ុនអត់អោនក្បាលចំពោះចិនទេធ្វើឲ្យចិនដែលក្អេងក្អាងខ្លាំងទាល់គំនិតការគៀបសង្កត់របស់ចិនទៅលើជប៉ុននៅតែបន្តតទៅទៀតក៏ប៉ុន្តែមិនទាន់អាចធ្វើអ្វីណាឲ្យជប៉ុនអោនក្បាលចំពោះការគៀបសង្កត់របស់ចិនបានទេវ៉ាន់ចាន់ខ្ញុំយល់ថាបើយើងមិនព្រមអូខេត្រឹមត្រូវហើយតា
បន្ទាប់ពីមានបញ្ហាព្រំដែនតែគោលនយោបាយកាស៊ីណូធ្វើជាគោលនយោបាយយកកាស៊ីណូធ្វើជាគោលនយោបាយការពារព្រំដែនរបស់សម្ដេចបរាជ័យពិតមែនទេបាទពិតហើយបរាជ័យហើយបាទ Nate James what is your thought on Moonpik becoming Cambodian politician no I don't believe Moonpik has the talent or opportunity to be politician I don't think so Moonpik better find way to stay in United States rather than go back home because the power back home just doesn't like him នៅស្រុកខ្មែរគេមិនដែលចូលចិត្តអ្នកចេះដឹងទេគេមិនដែលចូលចិត្តទេគេក្តាច់ត្រួយណាកូនអាហ្នឹងអញ្ចឹងណាអូខេណានេះណាលីមិញបុយចង់ឲ្យលោកតាបញ្យល់ការប្រើប្រាស់ credit card ច្រើនធនាគារនៅអាមេរិកឲ្យបានអត្ថប្រយោជន៍ការប្រើប្រាស់ credit card វាអាស្រ័យទៅលើរបស់មួយគឺដំបូងយើងត្រូវប្រយ័ត្នប្រយែងដោយថែរក្សា credit score របស់យើងហើយបន្ទាប់មកទៀតយើងត្រូវចេះប្រើប្រាស់វានៅពេលចាំបាច់ហើយចេះថ្លឹងថ្លែងអំពីចំនួនការប្រាក់ទើបការចាត់ចែង credit card យើងបានល្អបើពុំនោះសោទេយើងនឹងធ្លាក់ខ្លួនចូលទៅក្នុងរណ្ដៅបំណុលណាដែលយើងកើតបញ្ហាអូខេនឹងអញ្ចឹងតាឆ្ងល់ណាស់ខ្មែរ MMO បានទិន្នន័យពីណាតែរៀនស្លាប់ 6000 ចុះបើគេនិយាយភូតណាហើយវិញឯងទៅយកចិត្តទុកដាក់អីមានអាណាទៅរាប់កើតអាស្រស់តើជនជាតិជីវិតតើជនជាតិថ្មីរបស់កម្ពុជាដែលមកជំនួសជនជាតិដើមភាគរយខាងលិចឬខាងកើតវ៉ាន់ច័ន្ទមូលហេតុអ្វីបានជាមេដឹកនាំខ្មែរមិនទិញយន្តហោះពីព្រោះកងទ័ពលោកហ៊ុនសែនសម្រាប់បង្ក្រាបប្រជាជនមិនមែនសម្រាប់ការពារទឹកដីទេវិបុលស្គាល់តាម Facebook ស្គាល់ប៉ុណ្ណឹងជំរានរឿងអញ្ចឹងមិនគួរមកសួរខ្ញុំទេកូនហើយវាគ្មានមូលដ្ឋានណាកូនព័ត៌មាននឹងភូតប៉ុន្តែមិនគួរមកសួរខ្ញុំទេកុំថាឡើយគេយក F35 មកជួយយើងអេកាលៀនគេអត់យកមកជួយយើងដែរគ្មានប្រទេសណាគេមកជួយយើងទេបន្ទាល់តែយើងនឹងមានអីទៅដូរនឹងគេណាកូនណាចាំយកមកគិតមែនទេហ្នឹងអូខេនឹងមួយលោកតាតែក្របបែកនុយក្លេអ៊ែរក្របបែកជីវសាស្ត្រក្របបែកគីមីក្របបែកអ៊ីដ្រូសែនខុសគ្នាយ៉ាងណាខុសគ្នាគាត់ដឹងតែខុសគ្នាទៅបានហើយអូខេតែចំណែកឯរឿងក្របបែកហ្នឹងមិនបាច់ខំរៀនទេចៅពីព្រោះចៅឯងក្នុងមួយជីវិតហ្នឹងអត់ត្រូវការវាទេធ្វើវាក៏មិនកើតកាន់វាក៏មិនបានគ្រប់គ្រងវាក៏មិនកើតដូច្នេះហើយរបស់ហ្នឹងដូចឧទាហរណ៍បើចៅសួរតាអំពីឋានប្រច័នចៅសួរថាតាចង់ដឹងពីឋានប្រច័នទេតាប្រាប់វិញថាតាអត់សូវចង់ដឹងរឿងឋានប្រច័នទេចុះនៅក្នុង Galaxy បន្តិចតួចបានហើយចុះផ្កានៅលើផែនដីបន្តិចតួចបានហើយចុះត្រីនៅលើផែនដីបន្តិចតួចបានពីព្រោះចំណេះដឹងអស់ហ្នឹងតារៀនវាមិនអស់អញ្ចឹងអ្វីដែលចៅឯងសួរគួរណាស់កុំសួរល្អជាងមកជីវិតចៅឯងវាអត់មានតាក់ទងរឿងហ្នឹងសោះដែលតាក់ទងរឿងហ្នឹងដែលតាក់ទងខ្លាំងចំពោះចៅឯងគឺអ្វីគឺចំណេះដឹងរបស់ចៅឯងហើយនឹងជីវិតរបស់ចៅឯងនិងទឹកដីដែលចៅឯងនៅឈរពីលើអង្គុយពីលើនេះតើបានសពទេអាហ្នឹងជារឿងដែលចៅឯងត្រូវចេះណាប្រៀបបាននឹងព្រះសម្មាសម្ពុទ្ធព្រះអង្គលោកមានព្រះពុទ្ធដីកាថាមនុស្សដែលត្រូវព្រួញមិនគួរចំណាយពេលសួរតថាគតថាអ្នកណាបាញ់ខ្ញុំបកករណាតើព្រួញនឹងធ្វើពីលោហៈធាតុអ្វីតើគេមានចេតនាអ្វីតើបុគ្គលដែលបាញ់ខ្ញុំបកករណាជាប្រុសឬស្រីមានឈាមជ័រជាពូជពងវងតកូលអីព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានការណែនាំថាបើបុគ្គលទាំងឡាយណាតែងតែសួរតថាគតនៅរឿងនេះបុគ្គលទាំងឡាយនោះដែលត្រូវព្រួញនឹងត្រូវស្លាប់បាត់បង់ជីវិតពុទ្ធធម៌ធម៌ដែលតថាគតសម្ដែងគឺជា emergency medical rescue គឺជាធម៌ដែលសង្គ្រោះសត្វដែលកំពុងតែមានទុក្ខបច្ចុប្បន្នបើបុគ្គលទាំងឡាយឯណាសួរអំពីឋានសួគ៌ឋាននិព្វានឋានដុសសត្វព្រំមហារាជកាលនៅពេលដែលបុគ្គលទាំងឡាយនោះមិនព្រមអនុវត្តនៅសេចក្តីត្រូវទាំង8ប្រការដែលស្រាយនៅបញ្ហាទុក្ខសោកបុគ្គលនោះមិនអាចចាក់ចេញពីឬកាត់បន្ថយពីទុក្ខបានទេបើចៅខំប្រឹងយកចិត្តទុកដាក់នឹងនុយក្លេអ៊ីដ្រូសែនអីលំបល់កាច់អីហ្នឹងថ្ងៃក្រោយគេកាត់ពងចៅយកទៅបាត់ចៅអត់មានការចេះដឹងកិច្ចរួចពីជីវិតដ៏លំបាករបស់ចៅទេពីព្រោះចៅឡើយទៅឈួតនឹងអីនុយក្លេអ៊ីដ្រូសែនអីអាហ្នឹងអត់មានតាក់ទងនឹងចៅទេ
ចឹងបុគ្គលទាំងឡាយណាដែលចង់ដឹងអំពីអ្នកបាញ់ខ្លួនបុគ្គលទាំងឡាយនោះដែលកំពុងតែត្រូវព្រួយនឹងស្លាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គបដៅចឹងហើយតាខ្ជិលនិយាយធម៌ឲ្យស្ដាប់ណាព្រោះអីព្រោះតារឿងព្រះសម្មាសម្ពុទ្ធនេះតាអត់រៀនធម៌ទេតារៀន